រឿងផ្ទះខ្មោចយំសូរិយាបានលិចបាត់ទៅហើយនៅពេលដែលលោកវីរៈនិងភរិយារបស់គាត់អ្នកនាងសុជាតាបានបើករថយន្តចូលទៅដល់ក្នុងដីឡូទីចាស់ធូរទ្រាំនោះវាជាផ្ទះមួយស្ថិតនៅដាច់ស្រយាលពីគេឯងឯលំនៅឋានជិតខាងវិញគឺនៅឆ្ងាយរហូតដោយមិនអាចមើលឃើញពន្លឺភ្លើងសូម្បីបន្តិចវីរៈជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងវប្បធម៌ទើបនឹងទិញប្រទេសនេះក្នុងក្តីសង្ឃឹមថានឹងស្ងាត់ជ្រងំល្មមសម្រាប់គាត់សរសេរនិក្ខេបបទរបស់គាត់សុជាតាមិនពេញចិត្តនឹងទីតាំងនេះប៉ុន្មានទេព្រោះផ្ទះនេះមើលទៅដូចជាកន្លែងដែលត្រូវបានបោះបង់ចោលតាំងពីជំនាន់មុនបាត់ទៅហើយរបងធ្វើពីថ្មបាយក្រៀមត្រូវបានគ្របដណ្ដប់ទៅដោយវលឺរវាសហើយស្លឹកឈើស្ងួតជាច្រើនសន្ធឹកសន្ធាប់បានកលើដីបង្កើតបានជាសំឡេងក្រឹករាល់ពេលដែលជើងរបស់តួគេបានជួនដាច់ឆ្លងកាត់ភ្លាមនោះអារម្មណ៍មួយបែបបានឆក់យកបេះដូងរបស់សុជាតាវាជាក្លិនមួយដូចជាក្លិនដីសើមលាយឡំនឹងក្លិនឈាមចាស់ដែលជាក្លិនដ៏គួរឲ្យរំខានវីរៈអូនមានអារម្មណ៍មិនល្អសោះផ្ទះនេះវាត្រជាក់ខ្លាំងពេកហើយសុជាតាខ្សឹបប្រាប់ប្តីខណៈពេលដែលពួកគេឈរនឹងមុខទ្វារឈើធំដែលមានស្នាមប្រេះស្រាមជាច្រើនវីរៈបានសែកតិចអូនគ្មានអ្វីគួរឲ្យខ្លាចទេគឺគ្រាន់តែជាផ្ទះចាស់ប៉ុណ្ណោះប្រហែលជាមានតែកណ្ដោតនិងសត្វល្អិតតែប៉ុណ្ណោះពួកគេបានចំណាយពេលពីយប់ដំបូងដើម្បីសម្អាតអ្វីទាំងអស់នៅក្នុងផ្ទះនោះមើលទៅហាក់ដូចជាត្រូវបានគេទុកចោលភ្លាមដោយមានចានកដាក់លើតុអាវហូលព្យួរនៅលើជញ្ជាំងហើយថែមតែមានកម្រាលពូកដែលនៅរៀបដោយកាលគេទើបក្រោកវីរៈបានរកឃើញឯកសារចាស់ជាច្រើនដែលបង្ហាញថាផ្ទះនេះធ្លាប់ជាកម្មសិទ្ធិរបស់គ្រួសារមួយដែលបាត់ខ្លួនដោយអាថតកំបាំងនៅចុងទសវត្សរ៍ឆ្នាំ1090ឆ្នាំនៅយប់ទី3បន្ទាប់ពីពួកគេងហើយទើបបាតុភូតចម្លែកចាប់ផ្ដើមកើតឡើងសុជីតាភ្ញាក់ពីដនណែកទាំងកណ្ដាលយប់ដោយសារតែសំឡេងយំខ្សឹបខ្សួលដ៏ស្រាលមួយសំឡេងនោះហាក់ដូចជាចេញមកពីជាន់ក្រោមគឺនៅក្បែរផ្ទះបាយវាមិនមែនជាសំឡេងរបស់មនុស្សស្រីទេតែជាសំឡេងរបស់ក្មេងស្រីតូចម្នាក់សំឡេងយំនោះត្រូវបានលាយលំនឹងសំឡេងខ្យល់ដកដង្ហើមញាប់ដូចជាមនុស្សកំពុងតែភ័យស្លន់ស្លោវីរៈនាងស្ទុះហៅប្តីដែលខ្សឹបវីរៈដែលជាមនុស្សមិនជឿលើរឿងអភិយជំនឿបានក្រោកអង្គុយហើយស្ដាប់ភាពស្ងាត់ជ្រងំនៃរាត្រីបានធ្វើឲ្យសំឡេងនោះកាន់តែច្បាស់វាជាការយំដែលពោពេញទៅដោយភាពសោកសៅនិងភាពឯកាប្រហែលជាសត្វឆ្មាឬសត្វអីទេដឹងវីរៈនិយាយទាំងមិនសូវប្រកបក្នុងចិត្តប៉ុន្តែក្នុងអារម្មណ៍របស់គាត់ដឹងថាសំឡេងនេះមិនមែនជាសំឡេងសត្វឡើយសុជាតាបានយកពេលតូចមួយចក់ទៅមើលនាងដើរទៅដល់ចន្ទើឈើចាស់ដែលរាល់ពេលជន់ម្ដងធ្វើឲ្យមានសំឡេងក្រឹកយ៉ាងខ្ទើខ្ទានៅពេលដែលនាងចូលទៅដល់ផ្ទះបាយសំឡេងយំនោះក៏បានស្ងាត់បាត់ទៅនាងបានរះពេលទៅជុំវិញបន្ទប់ផ្ទះបាយស្អាតស្អំគ្មានអ្វីក្រៅពីចានស្នាំងដែលទ្រព្យទីបានលាងហើយទុកនៅលើរៀននាងដកដង្ហើមធំរួចក៏ងាកត្រឡប់ក្រោយពេលនោះហើយដែលនាងបានឃើញវានៅពីមុខទ្វារខាងក្រោយផ្ទះបាយដែលជាទ្វារចេញទៅសួនច្បារគឺមានស្នាមជើងទួយមួយគូបោះពុំនៅលើកម្រាលអ៊ីតដែលទើបនឹងជួតស្នាមជើងនោះមានលក្ខណៈសាមហាក់ដូចជាទើបតែបានជន់ចេញពីភពមកប៉ុន្តែអ្វីដែលធ្វើឲ្យសុជីតាកក់ឈាមលើកណ្ដោសរសៃឈាមឲ្យបាននាងនោះគឺស្នាមជើងទាំងនោះមិនមានម្រាមជើងទេវាមើលទៅដូចជាគល់ជើងតូចដែលរលួយអស់ទៅហើយនាងបានស្រែកឡើងហើយរត់ត្រឡប់ទៅបន្ទប់វិញទាំងកំរោលចាប់ពីយប់នោះមកវីរៈនិងសុជីតាក៏ចាប់ដើមរស់នៅក្រោមសម្ពាធនៃភាពតានតឹងឥតឈប់ឈរគាត់កាន់តែស្ងប់ស្ងាត់ហើយការងារស្រាវជ្រាវរបស់គាត់ក៏ត្រូវជាប់គាំងគាត់បានចំណាយពេលច្រើនជាងមុនក្នុងការសម្លឹងមើលទៅក្រៅបង្អួតដោយមិននិយាយស្ដីអ្វីសោះនៅថ្ងៃមួយសុជាតាបានត្រឡប់មកពីផ្សារវិញហើយក៏បានឃើញវីរៈកំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវដោយកាន់កាំបិតមួយនៅក្នុងដៃវីរៈតើបងកំពុងធ្វើអីនឹងសុជាតាសួរទាំងភ្ញាក់ផ្អើលខ្ញុំកំពុងរងចាំវាគាត់ឆ្លើយដោយសំឡេងស្ងួតហាក់ដូចជាសំឡេងដែលមិនមែនជាសំឡេងរបស់គាត់វាចង់ឲ្យយើងចេញទៅវាចង់ឲ្យយើងលែងរស់នៅទីនេះហើយបងនិយាយពីអ្វីតើបងមានន័យថាខ្មោចនោះឬ
វីរៈមិនបានឆ្លើយតបឡើយគាត់គ្រាន់តែក្រោកឈរហើយដើរទៅរកជញ្ជាក្បែរបន្ទប់បាយគាត់បានចង្អុលទៅជញ្ជាដែលមានស្នាមប្រឡាក់ពណ៌ត្នោតស្រាលស្រាលខ្ញុំបានរកឃើញវាហើយសូជាតាក្មេងស្រីនោះពួកគេមិនមែនគ្រាន់តែបាត់ខ្លួននោះទេពួកគេត្រូវស្លាប់នៅទីនេះវីរៈបានប្រើកាំបិតនោះកោតទៅលើជញ្ជាជាច្រើនដងរហូតដល់បែកចេញជាស្នាមប្រេះក្លិនស្អោយចាស់ចាស់ក៏បានហុយឡើងមកភ្លាមដែលជាក្លិនដូចក្លិនដែលសូជាតាធ្លាប់បានធំតាំងពីថ្ងៃដំបូងវាលាក់ខ្លួននៅក្នុងជញ្ជានេះវីរៈខ្សឹបនាងឃ្លានណាស់នាងយំដោយសារនាងនៅឯកាយយូរពេកហើយសូជាតាភ័យស្លន់ស្លោពេកទើបនាងព្យាយាមដណ្ដើមកាំបិតពីប្តីរបស់នាងការប្រតាយប្រតាំងគ្នាក៏បានកើតឡើងក្នុងពេលនោះវីរៈបានរុញនាងដួលទៅនឹងដីគាត់មើលមកនាងដោយកែវភ្នែកក្រហមញ៉ាំងដូចជាមិនមែនជាមនុស្សដែលនាងស្គាល់ទៀតទេកុំរំខានខ្ញុំត្រូវតែជួយនាងគាត់ស្រែកសុជាតាបានវ៉ាចេញទាំងភ័យខ្លាចបំផុតនាងដឹងថាខ្មោចនោះមិនត្រឹមតែឡងបន្លាចផ្ទះនេះទេតែវាបានចូលទៅក្នុងចិត្តប្តីរបស់នាងរួចទៅហើយនាងបានរត់ចេញពីបន្ទប់ហើយឡើងទៅជួនខាងលើនាងបានដឹងថានាងត្រូវតែចាកចេញពីផ្ទះនេះជាបន្ទាន់ខណៈដែលនាងកំពុងប្រមូលអ៊ីវ៉ាន់នាងក៏បានឮសំឡេងកំបិតកំពុងកក់កកេជញ្ជាំងពីជាន់ក្រោមសំឡេងនោះកាន់តែឮខ្លាំងទៅរួមជាមួយនឹងសំឡេងធ្នួយទៀបរបស់វីរៈភ្លាមនោះសំឡេងធ្នួនោះក៏បានប្រែទៅជាសំឡេងសើចវាជាសំឡេងសើចដ៏ខ្មៅងងឹតនិងព្រឺតបំផុតដែលមិនមែនជាសំឡេងរបស់វីរៈឡើយវាស្ដាប់ទៅដូចជាសំឡេងមនុស្សជាច្រើនអ្នកលាយលំគ្នាសុជាតាបានបង្ខំចិត្តរត់ចុះមកក្រោមដោយមិនគិតពីអ្វីទាំងអស់នាងរត់ទៅកាន់ទ្វារខាងមុខហើយព្យាយាមបើកសោដែលច្រែកស៊ីនោះនាងដឹងថានាងមានពេលតិចតួចណាស់នៅពេលដែលនាងទាញសោចុងក្រោយចេញស្រាប់តែនាងឮសំឡេងយំខ្សឹបខ្សួលនោះម្ដងទៀតលើកនេះសំឡេងនោះគឺនៅជិតនាងបំផុតនាងងាកក្បាលទៅក្រោយបន្តិចនាងឃើញវីរៈកំពុងឈរនៅកណ្ដាលសាលធំដៃរបស់គាត់មានប្រឡាក់ដោយធូលីដីនិងស្នាមប្រឡាក់ពណ៌ខ្មាំងគាត់ឈរស្ងៀមហាក់ដូចជាតុក្កតាប៉ុន្តែនៅពីមុខគាត់គឺមានស្រមោលតូចមួយស្រមោលនោះមិនមានរូបរាងច្បាស់លាស់ទេតែវាមានកម្ពស់ត្រឹមជង្គង់របស់វីរៈវាហាក់ដូចជាកំពុងមើលមកសុជាតាភ្លាមនោះស្រមោលនោះក៏បានលាតដៃទូតរបស់វាចេញដៃនោះមានលក្ខណៈស្ដើងនិងវែងអន្លាយហួសពីធម្មជាតិហើយម្រាមដៃរបស់វាមើលទៅដូចជាមែកឈើស្ងួតវាមិនមានសាច់ឬឈាមឡើយស្រមោលនោះបានចាប់កាន់កជើងរបស់វីរៈបន្ទាប់មកសុជាតាបានឮសំឡេងយំដែលលែងជាសំឡេងយំខ្សឹបខ្សួនទៀតហើយតែជាសំឡេងស្រែកយំយ៉ាងខ្លាំងក្លានិងឈឺចាប់បំផុតហាក់ដូចជាសំឡេងរបស់មនុស្សរាប់សិបនឿកដែលកំពុងស្រែកក្នុងពេលតែមួយសំឡេងនោះបានចូលទៅក្នុងត្រចៀករបស់នាងរហូតដល់នាងមានអារម្មណ៍ថាត្រចៀករបស់នាងហូរឈាមនាងបានទាញទ្វារចេញហើយរត់ចេញទៅក្នុងភាពងងឹតនៃរាត្រីនាងរត់ទាំងមិនដឹងថាទៅទីណាឡើយគ្រាន់តែរត់ឲ្យផុតពីកន្លែងដ៏រន្ធត់នោះនាងរត់ទៅដល់របងថ្មបាយក្រៀមហើយហក់លោតរំលងនៅពេលដែលនាងដួលទៅដល់ដីនៅខាងក្រៅបរិវេណផ្ទះនាងបានងាកក្រោយមើលទៅផ្ទះនោះជាលើកចុងក្រោយនាងឃើញវីរៈនៅតែឈរនៅកន្លែងដដែលតែពេលនេះគាត់កំពុងងាកក្បាលមកមើលនាងពន្លឺព្រះច័ន្ទបានចេះចំមុខរបស់គាត់គ្មានអារម្មណ៍អ្វីទាំងអស់តែមានស្នាមញញឹមមួយដែលធ្វើឲ្យសុជាតាកោតឈាមវាជាស្នាមញញឹមដ៏ធំទូលាយដែលហាក់ដូចជាហែកមុខរបស់គាត់ហើយបន្ទាប់មកសំឡេងមួយក៏បានបន្លឺឡើងពីក្រោយសុជាតាវាមិនមែនជាសំឡេងយំទេតែជាសំឡេងដកដង្ហើមញាប់ដែលនៅជិតត្រចៀករបស់នាងពិតប្រាកដអ្នកនឹងមិនអាចចេញបានទេសុជាតាព្យាយាមក្រោកឈរតែនាងមានអារម្មណ៍ថាមានអ្វីមួយយ៉ាងបានចាប់ទាញកជើងរបស់នាងមើលចុះក្រោមហើយឃើញដៃតូចគ្មានសាច់មួយគូកំពុងតោងកជើងរបស់នាងជាប់ដៃនោះគឺដូចគ្នាទៅនឹងដៃដែលនាងបានឃើញនៅក្នុងផ្ទះបាយនាងស្រែកឡើងនៅខាងមុខវីរៈនៅតែញញឹមនៅខាងក្រោយនាងមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងលូនពីលើខ្នងរបស់នាងព្យាយាមទាត់តែវាមិនបានផលនាងបានឮសំឡេងក្មេងស្រីខ្សឹបប្រាប់នាងម្ដងទៀតថានាងជីម្ដាយថ្មីរបស់យើងហើយ
សំឡេងដីក្បែរនាងបានលន់ឮគ្រឹកគ្រឹកហាក់ដូចជាមានអ្វីមួយយ៉ាងកំពុងជីកចេញពីក្រោមដីភ្នែករបស់សុជីតាបើកធំធំទាំងភាពភ័យខ្លាចខណៈពេលនាងព្យាយាមរើបំរាស់ចេញពីកម្លាំងដែលមើលមិនឃើញនាងចាប់ផ្ដើមស្រែកសុំជំនួយតែក្នុងព្រៃដ៏ស្ងាត់ជ្រងំនេះគ្មាននរណាម្នាក់អាចឮសំឡេងរបស់នាងឡើយសុជីតាស្រែកយំយ៉ាងឈឺចាប់តែគ្មាននរណាម្នាក់ឮឡើយនាងព្យាយាមទាត់ដៃដែលគ្មានសាច់នោះចេញប៉ុន្តែពួកវាបានតោងជាប់ដូចឮឈើនាងងាកទៅរកវីរៈដោយសង្ឃឹមថាគាត់នឹងមានស្មារតីវិញតែមុខមាត់របស់គាត់នៅតែញញឹមដ៏គួរឲ្យខ្លាចនោះដដែលភ្នែករបស់គាត់ហាក់ដូចជាកំពុងសម្លឹងមើលអ្វីដែលមិនមែនជានាងតែជាភាពទទេដែលរងចាំនាងសំឡេងគ្រឹកគ្រឹកនៃការជីកដីនោះកាន់តែជិតមកដល់ហើយនាងមានអារម្មណ៍ថាដីនៅក្រោមនាងកំពុងញ័រវត្ថុដែលលួននៅលើខ្នងរបស់នាងគឺជាទម្ងន់ត្រជាក់មួយដែលសង្កត់នាងឲ្យចុះទៅដីនាងបានផ្អៀងមើលបន្តិចហើយឃើញក្បាលតូចមួយគ្មានភ្នែកកំពុងលោតចុះឡើងនៅពីលើស្មារបស់នាងក្លិនស្អុយនៃសាកសពដែលរលួយបានហក់ចូលទៅក្នុងរន្ធច្រមុះរបស់នាងយើងចូលចិត្តម៉ាក់សំឡេងខ្សឹបខ្សួលនោះបានផ្ទុះឡើងម្ដងទៀតលើកនេះវាមិនមែនជាសំឡេងតែមួយទេតែជាក្រុមចម្រៀងដ៏ព្រឺព្រួតរបស់កុមារដែលឃ្លានសំឡេងគ្រឹកគ្រឹកក៏បានឈប់ហើយអ្វីដែលនាងបានឃើញគឺរន្ធខ្មៅមួយបានបាក់ឡើងនៅក្បែរកជើងរបស់នាងវាមិនមែនជារន្ធដែលជីកដោយមនុស្សទេតែជាការប្រែបែកនៃដីដែលហាក់ដូចជាត្រីហែកចេញដោយកម្លាំងដ៏ធំមួយភាពងងឹតដែលនៅក្នុងរន្ធនោះគឺងងឹតជាងភាពងងឹតនៃរាត្រីទៅទៀតភ្លាមនោះកម្លាំងដែលចាប់ទាញនាងក៏កាន់តែខ្លាំងឡើងដៃតូចគ្មានសាច់ជាច្រើនទៀតបានលូកចេញពីរន្ធដីនោះហើយចាប់តោងជើងដៃនិងសក់របស់នាងពួកវាហាក់ដូចជាចង់ទាញនាងចូលទៅក្នុងរូងក្រៅដីនោះសុជាតាបានព្យាយាមប្រមូលកម្លាំងទាំងអស់ដែលមានដើម្បីទប់ទល់នឹងការទាញទាំងនោះតែនាងដឹងថាវាមិនអាចទៅរួចឡើយនាងបានរក់នៅជានិច្ចនោះក្នុងក្តីភ័យខ្លាចជាច្រើនថ្ងៃតែភាពភ័យខ្លាចនៅពេលនេះឡើយដែលនាងកំពុងត្រូវទាញចូលទៅក្នុងរណ្ដៅនៃសេចក្តីស្លាប់ដោយដៃរបស់ខ្មោចក្មេងៗកុំទៅណាសំឡេងខ្សឹបខ្សួររាប់សិបបានពន្លឺឡើងព្រមគ្នាហាក់ដូចជាសំឡេងខ្យល់បក់រូបភាពចុងក្រោយដែលសុជាតាបានឃើញគឺមុខញញឹមរបស់វីរៈនៅចម្ងាយដែលមើលទៅហាក់ដូចជាគាត់កំពុងសប្បាយចិត្តដែលនាងបានคล้ายជាផ្នែកនៃផ្ទះដ៏ខ្មៅងងឹតនេះស្នាមញញឹមនោះឡើងជាស្នាមញញឹមរបស់ប្តីនាងទៀតហើយតែជាស្នាមញញឹមនៃវិញ្ញាណអាក្រក់ដែលបានត្រួតត្រាលើរូបកាយរបស់គាត់នៅតែឈរស្ងៀមស្ងាត់ហាក់ដូចជាឆ្មាំដែលបានបំពេញការតបកិច្ចរបស់ខ្លួនសុជាតាត្រូវបានទាញចុះទៅក្នុងរន្ធនោះទាំងរស់ភាពត្រជាក់និងក្លិនស្អុយនៃសាកសពដែលរលួយបានគ្របដណ្ដប់នាងទាំងស្រុងនាងបានឮសំឡេងគ្រឹកយ៉ាងធំដែលជាសំឡេងនៃថ្មបាយក្រៀមធ្លាក់បិទរន្ធនោះភាពងងឹតនិងភាពស្ងាត់ជ្រងំក៏បានគ្របដណ្ដប់មកលើនាងទាំងស្រុងនាងព្យាយាមស្រែកតែសំឡេងរបស់នាងត្រូវបានកប់នៅក្នុងដៃបន្ទាប់មកអ្វីក៏ស្ងាត់ស្ងាត់ទៅវិញភាពស្ងាត់ជ្រងំបានវិលត្រឡប់មកគ្របដណ្ដប់លើផ្ទះចាស់នោះវីរៈបានបង្វិលខ្លួនហើយដើរត្រឡប់ចូលទៅក្នុងផ្ទះវិញដោយជំហានយឺតដោយជាមនុស្សយន្តទ្វារខាងមុខក៏បានបិទដោយខ្លួនឯងបន្សល់ទុកនៅតែសំឡេងច្រេះស៊ីរបស់ទ្វារដែលបន្លឺឡើងតិចតែកនៅពេលព្រឹកព្រលឹមផ្ទះនោះនៅតែឈរយ៉ាងស្ងៀមស្ងាត់នៅកណ្ដាលព្រៃព្រះអាទិត្យបានចាំងពន្លឺទៅលើជញ្ជាំងចាស់ហើយអ្វីក៏មើលទៅដូចជាគ្មានអ្វីកើតឡើងប៉ុន្តែនៅពីមុខរបងថ្មបាយក្រៀមមានដុំដីថ្មីមួយកន្លែងដែលមើលទៅហាក់ដូចជាត្រូវបានជីកនិងកប់ទៅវិញយ៉ាងលឿនគ្មាននរណាម្នាក់បានឮរឿងរបស់សុជាតានិងវីរៈទៀតឡើយអ្នកជិតខាងបានសន្និដ្ឋានថាពួកគេបានផ្លាស់ទីលំនៅដោយស្ងាត់ស្ងៀមដោយអ្នកស្រាវជ្រាវដទៃទៀតដែលធ្លាប់មកស្នាក់នៅទីនោះរឿងរ៉ាវការបាត់ខ្លួនរបស់ពួកគេបានคล้ายជាពាក្យចចាមអារ៉ាមមួយទៀតដែលត្រូវបានបង្កត់ទៅក្នុងប្រវត្តិដ៏ខ្មៅងងឹតនៃផ្ទះនោះមួយសប្តាហ៍ក្រោយមកនៅក្នុងផ្ទះបាយ
ចិនជាងដេតវីរៈបានកោះកកេនោះត្រូវបានបិទចិត្តឡើងវិញយ៉ាងស្អាតដោយគ្មានស្នាមព្រះអ្វីទាំងអស់ប៉ុន្តែនៅពេលយប់ជ្រៅសំឡេងយំខ្សឹបខ្សួននោះនៅតែបន្លឺឡើងម្ដងទៀតតែលើកនេះវាមិនមែនជាសំឡេងក្មេងស្រីតែម្នាក់នោះទេវាជាសំឡេងយំរបស់មនុស្សជាច្រើនអ្នកលាយលំគ្នាហើយនៅចន្លោះម៉ោង3ទៅ3:30ទៀបភ្លឺសំឡេងកោះទ្វារ3ដងក៏បានបន្លឺឡើងម្ដងទៀតដោយរងចាំអ្នកជួលថ្មីដែលនឹងមកដល់នៅថ្ងៃណាមួយដើម្បីស្វែងរកកន្លែងស្នាក់នៅដ៏ស្ងប់ស្ងាត់ផ្ទះនោះគឺនៅដដែលវាជាភ្នូរដែលមិនត្រូវការស្លាកយីហោហើយខ្មោចដែលរស់នៅនោះក៏មិនដែលចាកចេញទៅណាដែរពួកគេគ្រាន់តែរងចាំម្ដាយថ្មីរបស់ពួកគេ